បាទគោរពជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមក review iPhone 13បាទពុកម៉ែបងប្អូនចង់ដឹងថា option វាមិនខ្លះបាទ iPhone 13គឺមានរូបរាងជ្រុងពុកម៉ែបងប្អូនបាទជ្រុងនេះជា memory 128G បាទពុកម៉ែបងប្អូន iPhone 13រូបរាងជ្រុងស្អាតមែនទែនពុកម៉ែបងប្អូនបាទខ្នងក្រោយវាគឺថ្លាជាកញ្ចក់កែមតួដែកពុកម៉ែបងប្អូនបាទជាអេក្រង់មុខរបស់វាវិញគឺខុសប្លែកដាច់ពី12ពុកម៉ែបងប្អូន iPhone 13បាទយើងបើកពន្លឺអស់សិនមកពុកម៉ែបងប្អូនបាទ iPhone 13ពុកម៉ែបងប្អូនឆែកថ្មវាតិចមើលពុកម៉ែបងប្អូននេះជាវិធីសាស្ត្រឆែកថ្មពុកម៉ែបងប្អូននេះថ្ម 93% ពុកម៉ែបងប្អូនអានេះធានាថ្មស៊ីនសំណុំពុកម៉ែបងប្អូនមិនមែនថ្មបុកទេណាពុកម៉ែបងប្អូនចូលមើល memory ទៀតមកបាទពុកម៉ែបងប្អូននេះ 128G ពុកម៉ែបងប្អូន iPhone 13ពុកម៉ែបងប្អូនស្អាតមែនតើ iPhone 13នេះមកទឹកផាន់អាមេរិកណាពុកម៉ែបងប្អូនកាមេរ៉ាវាច្បាស់ប៉ុណ្ណាទៅពុកម៉ែបងប្អូនកាមេរ៉ាច្បាស់មែនពុកម៉ែបងប្អូនបាទ iPhone 13កាមេរ៉ាច្បាស់ពុកម៉ែបងប្អូនព្រិលមានវីដេអូយ៉ាងទៅណាពុកម៉ែបងប្អូននេះម៉ែបងប្អូនការតេស្តកាមេរ៉ារបស់ iPhone 13 Top Straight អីចឹងទៅរូបរាងស្អាតពុកម៉ែបងប្អូនតូចល្មមកាន់ស្អាតមែនតើពុកម៉ែបងប្អូនពុកម៉ែបងប្អូនតែសម្លេងលើ iPhone 13សម្លេងវាលឺស្អាតប៉ុន្មានទៅបងប្អូនវាស្អាតទៅពុកម៉ែបងប្អូនសម្លេងសម្លេងសិនណាពុកម៉ែបងប្អូនសម្លេង iPhone សិននិយាយរួមទៅតម្លៃវាចេញមកគឺល្អប្រើមែនទេពុកម៉ែបងប្អូនមកខ្ចៅពុកម៉ែបងប្អូនខ្ចៅអត់ដែរប៉ះអីទេខ្ចៅអត់ដែរប៉ះទល់វាហ្នឹងពុកម៉ែបងប្អូនស្អាតមែនទេទឹកសុកគេមួយនេះស្អាតពុកម៉ែបងប្អូននិយាយរួមទៅ iPhone 13វាស្តៀងទៅនឹង14 Plus 15ស្តៀងគ្នាដល់ពេលដល់16វាប្រែរូបរាងអញ្ចឹងណាពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលតម្រូវការប្រើ iPhone 13អីគឺល្អម្ល៉េះតាពុកម៉ែបងប្អូនវាទូចល្មមស័ក្តិសមនឹងដៃមិនថាក្មេងប្រុសក្មេងស្រីណាពុកម៉ែបងប្អូនស័ក្តិសមប្រើដោយសារទូចល្មមកាន់ហ្នឹងទៅពុកម៉ែបងប្អូនហ្នឹងមានច្រើនពណ៌ដែរតាពុកម៉ែបងប្អូនមានពណ៌សពណ៌ខ្មៅពណ៌តាភៀនពណ៌កាឈូកពណ៌ខៀវអញ្ចឹងណាពុកម៉ែបងប្អូននេះពុកម៉ែបងប្អូននេះពណ៌សពុកម៉ែបងប្អូន Grade A ដូចគ្នាពណ៌ស iPhone 13សនេះពណ៌ខៀវពុកម៉ែបងប្អូនខៀវយើងទឹកសមុទ្រដែរពុកម៉ែបងប្អូននេះពណ៌ផ្កាឈូកពុកម៉ែបងប្អូនពណ៌ផ្កាឈូក 128G ដូចគ្នាទាំងអស់ពុកម៉ែបងប្អូនល្មមប្រើសម្រាប់ពុកម៉ែបងប្អូនដែលចង់បានទូរស័ព្ទថ្មីថ្មោងអី iPhone 13តម្លៃវាឥឡូវទូថ្លៃដែរពុកម៉ែបងប្អូនក្រងដើរ smooth ល្អពុកម៉ែបងប្អូន iPhone 13
និយាយរួម option វាលយដែរពុកម៉ែបងប្អូន version នេះខ្ពស់ដែរតែពុកម៉ែបងប្អូន version ជា version 18.2 ពុកម៉ែបងប្អូន